សូមស្វាគមន៍មកកាន់ J2 Studios ថ្ងៃនេះខ្ញុំនឹងមកសម្រាយរឿងតុក្កតាដែលមានឈ្មោះថា Toy Story មុននឹងចូលដល់សាច់រឿងខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាជួយចុច Subscribe ម្នាក់មួយដើម្បីបន្តការមើលវីដេអូបែបនេះទៀតតើកុំឲ្យខាតពេលវេលាយូរយើងចូលទៅកាន់សាច់រឿងទាំងអស់គ្នានៅក្នុងបន្ទប់ក្មេងប្រុសម្នាក់មានតុក្កតានឹងរបស់លេងជាច្រើនហើយតុក្កតានេះដែរមានឈ្មោះថា Woody ដែលជាតុក្កតាសំណប់ចិត្តរបស់ Andy នៅពេលដែល Andy លេងតុក្កតានេះហើយគេក៏បានយកមករីទៅក្រោមបាត់តុក្កតានឹងរបស់លេងដែលនៅក្នុងបន្ទប់ Andy នោះក៏មានចលនាហើយអាចនិយាយភាសាបានដូចមនុស្សយើងអញ្ចឹងបងនាងបានអរគុណទៅដល់ Woody ដែលបានមើលជាម៉ានាងកាលពីយប់មិញមើលទៅពួកគេទាំងពីរនាក់ដូចជាចាប់អារម្មណ៍នឹងគ្នាបន្ទាប់ពីនិយាយគ្នារួច Woody ក៏បានឡើងទៅប្រជុំ Woody មិនត្រឹមតែជាសំណប់ចិត្តរបស់ Andy នោះទេគេថែមទាំងជាមេដឹកនាំអ្នកគ្រប់គ្នានៅទីនេះទៀតផងគេក៏បាននិយាយអំពីរឿងខុសកំណត់របស់ Andy គ្រប់គ្នាក៏មានការភ័យខ្លាចជាខ្លាំងក៏ប៉ុន្តែ Andy ទិញរបស់លេងថ្មីហើយអាចនឹងឈប់លេងជាមួយនឹងពួកគេ Woody ក៏បានប្រាប់ពួកគេថាមានអ្នកណាចំនួនអ្នកណាទេពួកគេកំពុងតែនិយាយគ្នាតុក្កតាជ្រូកនោះក៏បានផ្សាយប្រាប់ពួកគេថាមិត្តភក្តិរបស់ Andy បានមកហើយហើយគេនឹងកាន់កាដូមកទៀតផងពួកគេមានការភ័យខ្លាចជាខ្លាំង Woody ឃើញពួកគេចលាចលខ្លាំងពេកក៏បានបញ្ជូនតបទៅហ៊ានឲ្យទៅស៊ើបមើលពួកគេក៏បានចុះទៅស៊ើបមើលឃើញថាមានកាដូជាច្រើនដែលពួកគេបានយកចេញនៅសល់តែកាដូមួយប៉ុណ្ណោះពួកគេចាំស្ដាប់នេះនាំគ្នាភ័យទីហ៊ានក៏បានប្រាប់ទៅកាន់ពួកគេវិញថា Andy កំពុងតែឡើងទៅលើហើយពួកគេក៏ប្រញាប់រត់ចូលទៅកន្លែងវិញរៀងៗខ្លួន Andy ជាមួយនឹងមិត្តភក្តិរបស់គេក៏បាននាំគ្នាចូលទៅក្នុងបន្ទប់ហើយក៏បានផ្ទាត់ Woody ចេញហើយដាក់យានអវកាសមកជំនួសវិញហើយពួកគេក៏បានចុះទៅក្រោមវិញព្រោះដល់ម៉ោងញ៉ាំបាយបន្ទាប់ពីពួកគេបានចេញទៅបាត់ Woody ក៏បានឡើងទៅលើគ្រែដើម្បីមើលហើយគេក៏បានឃើញរបស់លេងថ្មីដែលមានឈ្មោះថា Buzz Lightyear ហើយពួកគេក៏បានណែនាំឈ្មោះទៅកាន់គ្នាបន្តិចក្រោយមកតុក្កតាទាំងអស់នោះក៏បាននាំគ្នាឡើងមកមើលដែរ Buzz គេមានការភ័យគេក៏បានយក laser របស់គេបញ្ចាំងទៅអ្នកទាំងអស់គ្នា Woody ក៏បានប្រាប់ថាពួកគេជាតុក្កតារបស់ Andy អញ្ចឹងបន្ទាប់ពីបានឮហើយពួកគេក៏បានណែនាំខ្លួនទៅកាន់ Buzz Lightyear ហើយ Slinky ក៏បាននិយាយចំអកទៅកាន់ Woody ថា Buzz គេមានប៊ូតុងចុចជាច្រើនគាត់បើជាង Woody ដែលគេមានត្រឹមតែខ្សែរូបពីក្រោយតែប៉ុណ្ណោះដែលធ្វើឲ្យ Woody មានការអន់ចិត្តបន្តិច Buzz Lightyear គេក៏បានប្រាប់ទៅអ្នកគ្រប់គ្នាថាគេអាចហោះបានអ្នកគ្រប់គ្នាក៏បានជឿលើកលែងតែ Woody គេមិនជឿព្រោះតែគេយល់ច្បាស់ពីរបស់ក្មេងលេង Woody ក៏បានសូមឲ្យ Buzz បង្ហាញទៅគ្រប់គ្នាថាគេអាចហោះបានBuzz Lightyear គេក៏បានបើកស្លាបហើយហក់ចុះទៅខាងក្រោមបុកជាមួយនឹងបាល់ធ្វើឲ្យគេហោះឡើងលើវិញហើយគេក៏បានចាប់យន្តហោះដែលនៅខាងលើនោះហើយក៏វាចុះក៏វាឡើងបន្ទាប់មកគេក៏បានហក់ចុះមកក្រោមវិញដោយសុវត្ថិភាពគ្រប់គ្នាក៏បានអបអរសាទរដល់ Buzz លើកលែងតែ Woody គេថានេះមិនមែនជាការហោះនោះទេតែគ្មានអ្នកណាជឿ Woody នោះទេពួកគេថែមទាំងបានសូមឲ្យ Buzz ជួយបង្ហាត់ពួកគេផងដូចនេះ Woody ក៏មានគូសត្រូវដែលត្រូវប្រកួតប្រជែងហើយនៅពេលនេះគឺជា Buzz Lightyear នឹងឯងពួកគេនឹងត្រូវប្រកួតគ្នាដើម្បីក្លាយជាសម្រាប់ចិត្តរបស់ Andy តែពីថ្ងៃនោះមក Andy គេបានលេង Buzz Lightyear ច្រើនជាង Woody ហើយថែមទាំងបដូររូបភាពរបស់ Woody ចេញដាក់រូបភាពរបស់ Buzz Lightyear វិញសូម្បីតែកម្រាលពងក៏គេបានបដូរវាទៅជាកម្រាលរបស់ Buzz Lightyear ផងដែរគួរឲ្យ Woody ណាពេលនេះគេមើលទៅពិតជាគួរឲ្យកំសត់ខ្លាំងមែនតើព្រឹកឡើង Woody គេក៏បានទៅស្ដីឲ្យ Buzz ថាឲ្យចេញឆ្ងាយពី Andy ព្រោះតែ Andy គឺជារបស់គេតែម្នាក់គត់តែ Buzz គេមិនខ្វល់ពី Woody ឡើយមួយសន្ទុះក្រោយមកពួកគេក៏បានឡើងទៅមើលក្មេងប្រុសម្នាក់ដែលបានដាក់គ្រាប់ហាវទៅលើរបស់លេងហើយគេក៏បានបំផ្ទុះឲ្យខ្ទេចដែលធ្វើឲ្យគ្រប់គ្នាមានការភ័យខ្លាចជាខ្លាំងបន្ទាប់មក Woody ក៏មានកំណត់ខូចមួយដោយគេនឹងបានឲ្យ Buzz មកជួយគេដោយប្រាប់ថាមានបញ្ហាអ្វីមួយ Buzz ក៏បានមើលនៅត្រង់កន្លែងនោះហើយ Woody ក៏បានបញ្ជាឲ្យវាជិះទៅបុក Buzz តែ Buzz គេកិច្ចតន់បន្ទាប់មកទាំងគំនូក៏បានធ្លាក់ចុះមកប៉ះនឹងដុំពិភពលោកហើយវាក៏បានរំភាចុះមក Buzz ក៏បានហក់កិច្ចម្ដងទៀតហើយដុំនោះក៏បានរំភាទៅប៉ះអំពូលភ្លើងបន្ទាប់មកអំពូលភ្លើងនោះក៏បានបង្វិលទៅបុក Buzz ហើយធ្វើឲ្យគេនឹងធ្លាក់ចុះទៅលើបង្អួចបន្ទាប់មកពួកគេនឹងក៏បានឡើងមកខាងលើហើយក៏បានស្ដីឲ្យ Woody ថាជាឃាតករហើយចង់រុញ Woody ឲ្យធ្លាក់ទៅលើតុតែ Andy មកបន្ទប់វិញតាន់ពួកគេក៏ប្រញាប់ចូលទៅកន្លែងវិញរៀងៗខ្លួន Andy ក៏បានយក Woody ទៅពេលចុះទៅដល់ក្រោម Buzz ក៏បានឃើញថា Woody គេបានរត់ឡើងតាមគូតឡានដើម្បីតាម Woody ពេលទៅដល់កន្លែងចាក់សាំង Andy និងម្ដាយរបស់គេបានចេញទៅក្រៅឡាន Buzz ក៏បានហក់ចុះលើដំបូលឡានហើយ Woody គេមានការសប្បាយចិត្តខ្លាំងមែនទែនដែល Buzz គេមិនទាន់បានស្លាប់ដែលធ្វើឲ្យគេអាចទៅបញ្ចុះបញ្ចូលប្រាប់អ្នកទាំងអស់គ្នាបានតែ Buzz មកពេលនេះគឺគេមកសងសឹកនឹង Woody Buzz គេក៏បានហក់ទៅវាយ Woody ពួកគេក៏បានធ្លាក់ទៅលើឡានហើយ Andy និងម្ដាយរបស់គេក៏បានឡើងជិះឡានដើម្បីបន្តដំណើរទៅមុខទៀតដែលធ្វើឲ្យ Woody គេមានការខកចិត្តជាខ្លាំង Buzz គេក៏បាននិយាយអំពីរឿងយានអវកាសរបស់គេដែលនឹងជួយសង្គ្រោះមនុស្សលោក Woody ក៏បានស្រែកទៅដាក់ Buzz ថាឯងគឺជារបស់ក្មេងលេងតែប៉ុណ្ណោះមិនអាចហោះទៅក្រៅភពឆ្កួតស្អីឯងបានទេ
បើគេនៅតែមិនជឿគេក៏បានចែកផ្លូវគ្នាត្រឹមនេះ Woody ក៏បានឃើញឡានភីសា Planet គេក៏កុហកទៅកាន់ Buzz ថាគេបានឃើញយានអវកាសហើយ Buzz ក៏ព្រមទៅតាម Woody Buzz គេឆ្លាតគេក៏បានឡើងទៅក្នុងឡានហើយអង្គុយกับខ្សែក្រវ៉ាត់យ៉ាងស្រួលចំណែកឯ Woody គេឡើងតាមក្លុបឡានភីសានោះក៏បានចេញដំណើរអ្នកបាក់ឡានភីសានោះបាក់ឡានសាហាវខ្លាំងមែនទែនដែលធ្វើឲ្យ Woody នឹងក៏លុកពេញក្លុបឡានតែម្ដងដល់ចង់ឈួតហើយនៅពេលនេះហើយនៅទីបំផុតពួកគេក៏បានមកដល់កន្លែងក្មេងលេងមួយកន្លែងបើក៏បានពាក់ប្រអប់ភីសាចំណែកឯ Woody បានពាក់ជាមួយនឹងកំប៉ុងទឹកក្រូចដើម្បីចូលទៅបើគេក៏បានឃើញទូមួយដែលមានរូបរាងដូចជារ៉ុកកែតគេក៏បានហក់ចូលទៅក្នុងនោះហើយគេក៏បានជួបជាមួយនឹងតុក្កតាដែលមានរូបរាងដូចជាអេលៀនពួកគេក៏បានស្វាគមន៍ទៅកាន់បើ Woody គេក៏បានហក់ចូលមកតាមបន្ទាប់មកក៏មានក្មេងប្រុសម្នាក់បានមកដាក់កាក់ដើម្បីចាប់យកតុក្កតាពេលដែលគេចាប់បានហើយគេក៏បានឃើញរបស់លេង Buzz Lightyear ហើយក្មេងប្រុសនោះក៏បានចាប់យក Woody ក៏បានតោងជើងរបស់ Buzz នៅទីបំផុតនោះពួកគេក៏បានចាប់ឡើងមកទាំងពីរតែម្ដងក្មេងប្រុសម្នាក់នោះពិតជាសប្បាយចិត្តខ្លាំងមែនទែនដោយគិតថានេះគឺជារង្វាន់ហើយក្មេងប្រុសម្នាក់នោះក៏បានយកពួកគេមកផ្ទះគេក៏បានយកតុក្កតាអេលៀននោះដាក់ឲ្យឆ្កែរបស់គេខាំហើយគេក៏បានហៅប្អូនស្រីរបស់គេ Hannah ឲ្យមកចិត្តបន្ទាប់មកគេក៏បានដណ្ដើមយកតុក្កតារបស់ Hannah យកទៅបដូរដាក់ជាក្បាលរីវិញបន្ទាប់ពីធ្វើការផ្លាស់ប្ដូររួចគេក៏បានយកតុក្កតានោះទៅឲ្យ Hannah នាងមើលវិញប្អូនរបស់គេនឹងក៏បានស្រែកភ័យខ្លាចជាខ្លាំងហើយគេក៏រត់ទៅប្រាប់ម្ដាយរបស់គេក្មេងប្រុសនោះក៏បានរត់ទៅតាម Woody ក៏បានចេញពីកាតាបមកក្រៅហើយក៏មានតុក្កតាជាច្រើនដែលចេញមកមើលរូបរាងពួកគេពិតជាគួរឲ្យខ្លាចខ្លាំងមែនទែនវាដូចជាបិសាចអញ្ចឹងព្រឹកឡើងក្មេងប្រុសនោះក៏បានឆ្លោះកែវយិតចាំងនឹងថ្ងៃទៅក្បាលរបស់ Woody ធ្វើឲ្យគេខ្លោចចង់ឆេះក្បាលបន្ទាប់មកក្មេងប្រុសម្នាក់នោះក៏បានចុះក្រោមដោយសារតែម្ដាយរបស់គេបានហៅ Woody គេក៏បានយកBuzzកាងដើម្បីចេញពីទីនោះ Woody គេមិនប្រយ័ត្នហ្នឹងក៏បានធ្វើឲ្យខ្សែរូតរបស់គេជាប់ទៅនឹងដែកដែលធ្វើឲ្យគេបានបញ្ចេញសម្លេងនៅក្នុងខ្លួនរបស់គេធ្វើឲ្យឆ្កែមួយក្បាលនោះវាឡើងមកតាមសម្លេងនោះពួកគេក៏ប្រញាប់បែកផ្លូវគ្នាពួនBuzzគេក៏បានចូលទៅក្នុងបន្ទប់មួយហើយគេក៏បានឃើញព័ត៌មានពី Buzz Lightyear ដែលតាមពិតទៅគឺមិនអាចហោះបាននោះទេគ្រាន់តែជារបស់លេងដែលបង្កើតឡើងដើម្បីឲ្យក្មេងលេងតែប៉ុណ្ណោះបន្ទាប់មក Buzz គេក៏បានសាកល្បងហោះដូចលើកមុនតែគេក៏បានធ្លាក់មកពីលើដីខ្ពាកពេលនេះ Buzz គេទទួលស្គាល់ហើយថា Woody គេនិយាយសុទ្ធតែជាការពិតបន្តិចក្រោយមក Hannah នាងក៏បានឃើញថា Buzz ហើយនាងក៏បានយកBuzzទៅលេង Woody ក៏បានធ្វើជាសម្លេងម្ដាយរបស់នាងហើយបានហៅនាងចុះទៅក្រោម Woody ក៏ប្រញាប់ទៅយកBuzzតែ Buzz Lightyear យើងនៅពេលនេះគេដូចជាមនុស្សមួយផ្សេងទៀតអញ្ចឹង Woody គេក៏បានទៅបើកបង្អួចដើម្បីហៅគ្នារបស់គេបន្ទាប់មកគេក៏បានបោះខ្សែឲ្យគ្នារបស់គេនឹងចាប់ដំឡូងនោះក៏បានស្ដីឲ្យគ្នារបស់គេថា Woody គេបានសម្លាប់Buzzតើយើងត្រូវជួយ Woody ធ្វើអីទៀត Woody ក៏បានយកដៃរបស់Buzzឲ្យពួកគេមើលហើយគេពេចខ្លួននិងក៏បានយកដៃរបស់ Buzz ចេញមកទាំងសងដែលធ្វើឲ្យពួកគេយល់ច្រឡំថា Woody គេជាឃាតករយ៉ាងពិតប្រាកដពួកគេក៏បានប្រឡែងខ្សែហើយបិទបង្អួចវិញនៅខាងក្នុងនេះក្រុមតុក្កតាទាំងអស់នោះក៏បាននាំគ្នាមករុះរើBuzzហើយ Woody ក៏បានចូលមកជួយBuzzតែគេក៏ត្រូវបានតុក្កតាក្បាលកូនង៉ែតមួយនេះបានដណ្ដើមដៃរបស់Buzzចេញពី Woody ហើយក៏បានយកវាទៅផ្គុំឲ្យBuzzតាមពិតពួកគេជួយBuzzទៅវិញទេហើយ Woody ក៏បានសុំទោសទៅកាន់តុក្កតាទាំងអស់នោះបន្ទាប់មកក្មេងប្រុសម្នាក់នោះក៏បានចូលមកក្នុងបន្ទប់វិញហើយគេក៏បានយកBuzzទៅចងជាមួយនឹងគ្រាប់កញ្ជ្រួចគេត្រៀមនឹងដុតទៅហើយតែមេឃក៏បានភ្លៀងមកក្មេងប្រុសនោះក៏បានដាក់ម៉ងរ៉ូលទុកដុតនៅថ្ងៃស្អែកបន្ទាប់មក Woody ក៏បានព្យាយាមនិយាយលួងលោមទៅកាន់BuzzតែមើលទៅBuzzនៅពេលនេះគេព្រមទទួលស្គាល់ថារូបគេពិតជាដូច Woody និយាយកាលពីដំបូងពិតមែនដែលថារូបគេហ្នឹងគឺមិនអាចហោះបាននោះទេហើយគេក៏មិនមែនជាBuzz Lightyearពិតប្រាកដដែរគេនេះគ្រាន់តែជារបស់លេងតែប៉ុណ្ណោះWoody ក៏បាននិយាយលើកទឹកចិត្តទៅកាន់Buzzដែលគេបាននិយាយថាឯងល្អជាងខ្ញុំមើលខ្ញុំនេះមានត្រឹមតែខ្សែរូតពេលរូតហើយឮសំឡេងតែប៉ុណ្ណឹងខុសពីឯងមានប៊ូតុងចុចច្រើនយើងនៅមាន Andy ដែលនៅចាំលេងពួកយើងទៀតBuzzគេក៏បានយល់ពីសម្ដីរបស់Woodyហើយគេក៏បានយល់បន្ទាប់មកគេក៏បានឡើងទៅលើដើម្បីជួយ Woody ឲ្យបានចេញពីក្នុងទ្រុងពេលនេះ Woody គេបានហក់ចេញបានសម្រេចហើយតែ Buzz គេមិនដឹងគេក៏បន្តរុញទាល់តែប្រអប់នោះធ្លាក់មកកាន់Woodyម៉ោងក៏បានរੂលហើយក្មេងប្រុសម្នាក់នោះក៏បានងើបឡើងទៅយកBuzz Woody គេក៏បានទៅបញ្ចុះបញ្ចូលតុក្កតាទាំងអស់នោះឲ្យជួយអ្នកគ្រប់គ្នាក៏បានសម្រេចចិត្តថាជួយហើយ Woody ក៏បានរៀបគម្រោងឲ្យពួកគេជួយហើយទីបំផុតពួកគេក៏អាចមកដល់ទីតាំងរបស់Buzzបានដោយជោគជ័យ Woody ក៏បានដើរទៅនិយាយជាមួយBuzzហើយគេក៏ដេកវិញព្រោះថាក្មេងប្រុសម្នាក់នោះត្រឡប់មកវិញគេក៏បានយកWoodyទៅដាក់លើចង្ក្រានបន្ទាប់មកក៏បានយកឈើគោះទៅដាក់ក្នុងខោប៉ៅរបស់Woody
បន្ទាប់មកក្មេងប្រុសម្នាក់នោះរាប់ពី10ទៅដល់1គេបំរុងនឹងដុតទៅហើយស្រាប់តែឮសំឡេងរបស់តុក្កតា Woody គេក៏បានទៅយកតុក្កតា Woody មកស្ដាប់បន្ទាប់មកតុក្កតាទាំងអស់នោះក៏បានងើបចេញមកធ្វើជាខ្មោចដើម្បីលងប្រឡាយទៅកាន់ក្មេងប្រុសនោះមានទាំងតុក្កតាដែលគេបំផ្លាញហើយទៀតហើយពួកគេក៏បានសោះគ្នាដើម្បីបន្លាចទៅកាន់ក្មេងប្រុសម្នាក់នោះទៀតធ្វើឲ្យក្មេងប្រុសម្នាក់នោះគេភ័យខ្លាចក៏បានរត់ចូលទៅក្នុងផ្ទះវិញបាត់ពួកគេក៏បានសប្បាយចិត្តនៅពេលដែលបានធ្វើបាបក្មេងប្រុសនោះវិញWoody ក៏បានអរគុណទៅកាន់ពួកគេហើយBuzz និង Woody ទៅតាមឡានរបស់ Andy ពួកគេក៏បានឃើញឡានដឹកអីវ៉ាន់ហើយពួកគេក៏បានហក់ទៅតោងខ្សែឡាននោះ Woody គេឡើងចិត្តបានសម្រេចហើយស្រាប់តែឆ្កែរបស់ក្មេងប្រុសម្នាក់នោះក៏បានរត់មកខាំតែ Buzz គេក៏បានហក់ទៅទាញសមបកភ្នែករបស់ឆ្កែនោះ Woody ក៏បានបើកទ្វារឡាននោះហើយគេក៏ឡើងទៅលើស្វែងរកឃើញឡានបញ្ជាគេក៏បញ្ញាបញ្ជាឡាននោះដើម្បីទៅយកBuzzនៅក្រោមឡានពេលកំពុងតែបញ្ជានឹងស្រាប់តែតុក្កតាដែលជាគ្នារបស់ Woody ហ្នឹងពួកគេឃើញថា Woody បែបនេះគេគឺពិតជាស្អប់ Woody ខ្លាំងមែនតើក៏ព្រោះតែពួកគេហ្នឹងគិតថា Woody គឺជាឃាតករសម្រាប់Buzzហើយពួកគេក៏បានឲ្យតុក្កតាដែលមានសាច់ដុំធំនេះរវី Woody ហើយឡានបញ្ជានោះក៏វិលតាមការបញ្ជារបស់ Woody ហើយឡានបញ្ជានោះក៏បាននាំBuzzជិះទៅមុខដែលធ្វើឲ្យឆ្កែនោះរត់ទៅជាប់ឡានស្ទះរយារញ៉ៃពេញនោះហើយតុក្កតាសាច់ដុំនោះក៏បានបោះ Woody ចុះទៅលើឡានរបស់Buzzក៏បានជិះមកដឹក Woody ហើយគេក៏បានចុចបញ្ជាថាមពលឡានដែលលឿនបំផុតជិះទៅតាមទៅដល់ឡានរបស់តុក្កតានោះវិញតុក្កតាកៅយិតនោះក៏បានមើលឃើញថាមានBuzzនៅជាមួយនឹង Woody ពួកគេក៏បានកាត់ខុសទៅលើ Woody ហើយ Slinky ក៏បានលះបង់ខ្លួនរបស់គេដើម្បីជួយ Woody ពេលដែលចាប់ដៃរបស់ Woody គេខំទាញឡានបោះចង្កូតដែលធ្វើឲ្យពួកគេនឹងត្រូវប្រឡែង Slinky ចេញហើយឡានបញ្ជានោះក៏អស់ថ្មទៅទៀតបើគេក៏នឹកឃើញគ្រាប់កញ្ជ្រួចដែលនៅជាប់ខ្លួនរបស់គេ Woody ក៏បាននឹកឃើញពីឈើគូសដែលនៅជាប់ហៅប៉ៅរបស់គេក៏បានកេះនឹងឡានបញ្ជានោះឆេះបានសម្រេចតែក៏ត្រូវឡានជិះកាត់ធ្វើឲ្យឈើគូសនោះរលត់ភ្លើងទៅវិញពួកគេក៏បានអស់សង្ឃឹមស្របពេលនោះដែរ Woody គេក៏បានឃើញថាថ្ងៃចាំងចំដៃរបស់គេរលាកចេញពីកញ្ចក់របស់ Buzz Woody ក៏បានយកខ្សែរបស់កញ្ជ្រួចនោះមកដាក់ឲ្យចំថ្ងៃដែលចេញពីកញ្ចក់របស់ Buzz ហើយខ្សែនោះវាក៏បានឆេះបន្ទាប់មកវាក៏បានបុកពួកគេឲ្យទៅបានយ៉ាងលឿនតាមចិត្តដល់តនឡាននោះហើយវាក៏បានហោះឡើងទៅលើ Woody ក៏បានប្រឡែងឡានបញ្ជានោះឲ្យចូលទៅក្នុងឡានដឹកទំនិញនោះហើយ Woody និង Buzz ក៏បានហោះឡើងទៅលើBuzzក៏បានដកស្លាបរបស់គេដើម្បីហោះត្រដាងហើយកញ្ជ្រួចនោះក៏បានផ្ទុះ Woody ក៏បាននិយាយទៅកាន់ Buzz ថាឯងកំពុងតែហោះហើយ Buzz ក៏បានជាប់ទៅវិញថានេះមិនមែនជាការហោះនោះទេវាគឺជាការហក់ត្រដាងស្លាបបន្ទាប់មកពួកគេក៏បានហោះចូលទៅក្នុងឡានរបស់ Andy បានដោយជោគជ័យ Andy ពិតជាសប្បាយចិត្តខ្លាំងមែនទែនដែលឃើញថា Buzz និង Woody នៅក្នុងកាសរបស់គេវិញបន្ទាប់មក Christmas ក៏បានមកដល់ពួកគេក៏បានបន្តការស៊ើបនិងកាដូដូចលើកមុនទៀត Woody កំពុងតែដើរហ្នឹងក៏ត្រូវបានបូននាងទាញមកចិត្តហើយក៏បានចាប់ថើប Woody ពេញក្នុងបន្ទប់តែម្ដងហើយពួកគេនេះក៏ចាំស្ដាប់ខាងទាហានដែលចោះទៅមើលកាដូនោះបន្ទាប់មក Woody ក៏បានឡើងមកអង្គុយជិត Buzz ហើយមើលទៅមុខរបស់ Woody សុទ្ធតែស្នាមក្រែមហើយពួកគេក៏បានសើចសប្បាយលេងជាមួយគ្នាហើយរឿងរបស់យើងក៏បានកាត់ចប់នៅត្រង់ចំណុចនេះកុំភ្លេចជួយចុច Subscribe ដើម្បីមើលភាគ2ទៅបន្តទៀតសូមអរគុណអ្នកទាំងអស់គ្នា